ស្រីបងប្អូនអរគ្នាខ្ញុំចង់បញ្ជាក់ពីតរេនខ្ញុំតិចណាតរេនខ្ញុំគឺខ្ញុំតរេនចកាខ្លួនឯងប៉ិតនិយាយទៅចកាខ្លួនឯងហើយចំពោះតម្លៃវិញគឺក៏តម្លៃដុំតម្លៃធូរសម្រាប់អ្នកចកាផងដែរអញ្ចឹងបងប្អូននឹងស្រាប់ហើយតរេនខ្ញុំគឺខ្ញុំលក់តែបោះខ្លួនឯងទេទិញចូលក៏ខ្ញុំអត់ទិញចូលដែរអញ្ចឹងបើលក់តែបោះខ្លួនឯងអស់គឺអស់ហើយបងប្អូនចុះសម្រាប់បងប្អូនដែលថាគាត់ធ្វើការញ៉ាំតរេនកពតអីសម្រាប់ខែនេះពេញសបោអីបងប្អូនអាចត្រង់មកបាននេះឲ្យគាត់មកមើលតរេនដែលយើងតំកាត់ចូលនិយាយទៅតរេនយើងមានតុំមានកាត់ចូលជាបន្តបន្ទាប់រហូតហើយលើលក្ខណៈបែបបញ្ញាញ៉ៃដោយសារតំដឹកតម្លាក់ពីចកាមកហ្មងនោះគាត់តម្លាក់ពីចកាអញ្ចឹងបងប្អូនរកការមិនថាខេតណាបងប្អូនគឺយើងតម្លាក់ជូនទាំងអស់មិនថាពេញមិនថាដាខេតទេគឺយើងផ្ញើជូនទាំងអស់តាមជួបបាយផ្សេងបងប្អូនមើលតរេននេះបែបអញ្ចឹងសម្រាប់បងប្អូនដែលគាត់ធ្លាប់ទិញគឺគាត់ដឹងហើយតែបងប្អូនដែលគាត់អត់ទាន់ដឹងទេគាត់អាចតំណែងមកបានអ្វីដែលសំខាន់គឺតរេនយើងចកាខ្លួនឯងអត់មានទិញចូលអីទាំងអស់តែបោះខ្លួនឯងអស់គឺអស់ហើយអូយបងប្អូនល្អខ្លាំងណាស់និយាយទៅមានទូចមានធំតាមចំណងចំណូលចិត្តសម្រាប់ទេជនតែគាត់កំងអីគាត់ប្រាប់មកគាត់ឆ្លាញ់តរេនទំហំប៉ុន្មានគីឡូប៉ុន្មានអីគឺយើងរៀបចំជូនបងប្អូនទាំងអស់គ្នាចាមានតែប៉ុណ្្នឹងអរគុណច្រើនបាយបាយ